យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថាការចរចារវាងក្លឹប Spurs ជាមួយនឹងលោក Thomas Frank បានដំណើរការយ៉ាងឆាប់រហ័សដោយភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនក៏ដូចជាការដាក់បញ្ចូលបុគ្គលិកគ្រូបង្វឹករបស់លោក Frank ផងដែរឥឡូវនេះក្លឹប Brentford គ្រោងនឹងដោះលែងលោក Frank ជាថ្នូរនឹងថ្លៃសំណង10លានផោនដែលជាលក្ខខណ្ឌនៃការដោះលែងអ្នកចាត់ការសញ្ជាតិដាណឺម៉ាកការផ្លាស់ប្ដូររបស់ក្លឹប Tottenham ដើម្បីនាំយកលោក Frank មកកាន់ក្លឹបបន្ទាប់ពីការបណ្តេញចេញភ្លាមៗរបស់លោក Postecoglou កាលពីថ្ងៃសុក្រមុនគ្រូបង្វឹកសញ្ជាតិអូស្ត្រាលីដែលទើបតែដឹកនាំក្លឹបឈ្នះពាន Europa League ដែលជាពានដំបូងគេក្នុងរយៈពេល17ឆ្នាំត្រូវបានបណ្តេញចេញដោយសារតែយុទ្ធនាការក្នុងស្រុកដ៏អាក្រក់មួយរបស់ក្លឹបទោះបីជាជោគជ័យនៅតំបន់អឺរ៉ុបក៏ដោយប្រធានក្លឹបលោក Daniel Levy ត្រូវបានគេរាយការណ៍ថាមិនចាប់អារម្មណ៍នឹងទម្រង់លេងក្នុងស្រុករបស់ក្រុមនេះដែលធ្វើឲ្យ Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ17ក្នុងក្របខ័ណ្ឌ Premier League លោក Frank ទទួលបានគេឈ្មោះជាអ្នកគ្រប់គ្រងដែលមានយុទ្ធសាស្ត្រនិងគួរឲ្យគោរពបំផុតម្នាក់នៅក្នុងបាល់ទាត់អង់គ្លេសចាប់តាំងពីទទួលបន្ទុកនៅ Brentford គាត់បានដឹកនាំក្លឹបតាំងពីឆ្នាំ2021ហើយបានជួយរក្សាពួកគេឲ្យរួចផុតពីការព្រួយបារម្ភពីការកាត់ចោលដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ10ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងយុទ្ធនាការ2024-2025ប្រសិនបើការចាកចេញរបស់លោក Frank ត្រូវបានបញ្ជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះអ្វីៗនឹងផ្ដោតទៅលើក្រុម Brentford វិញសម្រាប់ការស្វែងរកជម្រើសមកជំនួសកន្លែងចន្លោះប្រហោងនេះលោក Kieran McKenna របស់ Ipswich Town បានក្លាយជាបេក្ខជនដើម្បីស្នងតំណែងលោក Frank ប៉ុន្តែនៅតែមិនច្បាស់ថាតើគ្រូបង្វឹកវ័យក្មេងដែលមានការវាយតម្លៃខ្ពស់នឹងបើកចំហក្នុងការចាកចេញពីតួនាទីបច្ចុប្បន្នរបស់គាត់ឬយ៉ាងណា